to một tiết series ai mới hưởng phía ấy hưởng phía cái hai series tí mùi giống miền màn episode chẳng series pi miền màn episode series tí chuyên tới cái hưởng nắng series mùi episode tí 7 series pi episode tí 4 chẳng nó cái hai series chẳng series nó phải tha to phía năng ấy cứ series cứ chia set of appointment cứ appointment chia set ban này đã appointment to kia nó đã bay buồn chọc kia chẳng là cái set of appointment đam bay resolve đo sai to resolve đam bay đo saiបញ្ហា ណាមួយយ៉ាងទៅ resolve pedicure such as ដូចជា careless reduction nóiថាការកាត់បន្ថយស្បែកក្រិននៅបាតជើង reduct ហ្នឹងមកពី reuse បកប្រែថាកាត់បន្ថយដល់ពេលជានាមវាទៅជា reduction ការកាត់បន្ថយអញ្ចឹងភាគច្រើនអ្នកដែលដោះបាតជើងស្បែកក្រិនជើងហ្នឹងត្រូវការមកច្រើនដងកាលណាមកច្រើនដងហ្នឹងគេហៅ series ហ្នឹងជា set of appointment ជាការដាក់ appointment ច្រើនដងហើយភាគច្រើនវាដើម្បីដោះស្បែកក្រិនជើងហ្នឹងឯងដើម្បី reduce careless ហ្នឹងឯងចឹងគេសួរអីគេជា series គេសួរអញ្ចឹងគេដាក់ចុចបើកវងកញ្ចក់បើកឲ្យពេញចន្លោះទៅចឹងត្រូវចេះពាក្យហ្នឹង series បន្តឬក៏ភាគបាទអញ្ចឹងយើងសម័យមើលបើយើងធ្លាប់មើលរឿងភាគយើងឃើញពាក្យហ្នឹងច្រើនណាស់សារឃើញពាក្យហ្នឹងតាភាគ series 1 episode 1 series 1 episode 2 never use មិនត្រូវប្រើអត់ត្រូវប្រើអីគេ razor ឬក៏ blade ហ្នឹងមុខកបិតណា blade មុខកបិតមិនត្រូវប្រើឡាមឬក៏មុខកបិតទេមិនត្រូវប្រើឡាមឬក៏មុខកបិតដើម្បីកោស color ទេrazor ឡាម blade មុខកបិតអញ្ចឹងអីក៏ដោយឲ្យមានមុខកបិតយើងប្រើបានទេណាជាងកញ្ចក់มันអាចប្រើមុខកបិតបានទេចឹងដូចរូបនេះចឹងខាងស្ដាំដៃនេះសិតតែវាតាក់ទងមួយមុខកបិតប្រើបានទេណាដោយសារវាមានផ្លែកបិតចាខ្ញុំមកដំបូងគេឲ្យធ្វើអាហ្នឹងឯងបើឆ្វេងដៃនេះយើងប្រើបានអញ្ចឹងអានេះគេហៅ foot file ឬក៏ foot pedal ទៀតយើងរៀនអាហ្នឹងហើយអាហ្នឹងគេហៅ foot file ឬក៏ foot pedal អាហ្នឹងវាលក្ខណៈខើមដូចឈើ file យើងអញ្ចឹងណាវាមានអុចខើមមកយើងអាចដោះទៅតែយើងមិនអាចយកអាស្ដាំដៃនេះវាយកទៅកោសបានទេព្រោះវាមានមុខកបិតមិនគ្រូថា CU ហ្នឹងអីគេខ្ញុំ reuse ហ្នឹងកាត់បន្ថយចាអានោះ reduction ហ្នឹង no ណា reduction ចិត្តclient to resource អីគេនេះដោះស្រាយបញ្ហាមិនបាច់ចេះទេហ្នឹងអញ្ចឹងបាទអញ្ចឹងគេថាយើងចាំតែប៉ុណ្្នឹងទៅ series គឺ set of appointment ហ្នឹងឯងប៉ុណ្្នឹងក៏បានដែរហើយពេលច្រើនគេនិយាយពី series ហ្នឹងគឺវាច្រើនគេនិយាយតាក់ទងមួយការ set appointment ដើម្បីមកដោះអាកែងជើងហ្នឹងឯងហើយអញ្ចឹងយើងអាចប្រើកបិតឬក៏ razor ទេអញ្ចឹងមើលរូបហ្នឹងគឺយល់ទេណាតមកទៀត client should be encouraged to schedule regular pedicure អញ្ចឹងបានន័យថាយើងដាក់ណាត់ client